អ្នកដឹកនាំជាតិបើអ្នកឯងខំតស៊ូរំដោះជាតិអ្នកឯងមកពលរដ្ឋអ្នកឯងនឹងរួចអំពីអំពើជិះជាន់កេងប្រវ័ញ្ចយើងគេឃោសនាមកវាត្រូវមែនក៏ព្រោះតែយើងរងអំពើអយុត្តិធម៌នៅក្នុងសង្គមវាជឿចាប់យើងនឹកស្មានថាគេជួយយើងនេះដើម្បីឲ្យយើងនឹងបានស្គាល់នៅលទ្ធិប្រជាធិបតេយ្យសេរីអីសម្បូរសบายដូចគេឯងតែពួកគេប្រើយើងនេះគ្រាន់តែជាឧបករណ៍ទេនៅពេលដែលយើងបានជោគជ័យហើយនោះអ្នកដែលយើងតស៊ូដើម្បីឲ្យពលរដ្ឋរបស់យើងមានសិទ្ធិមានសេរីភាពវាត្រូវអស់តម្លៃហើយគេដាក់មនុស្សថ្មីគឺគេអត់មានសម្ដៅទៅលើប្រឆាំងអំពើពុករលួយប្រឆាំងអីទេគេដាក់របៀបមនុស្សថ្មីមិនទៅខ្វល់ខ្វាយអីទេគឺដើម្បីរក្សាតែអំណាចគឺត្រូវតែធ្វើតាមអាគេប្រជានេះជារឿងដងដានវត្តសាខ្ញុំនិយាយឲ្យជ្រៅបន្តិចដូច្នេះការប៉ុនប៉ងនានាដែលយើងជាខ្មែរហើយបើគេជាចារកម្មហ្មងនិយាយមិនក៏មិនយល់ដែរគេមានតាមសម្រាប់ខ្ញុំចោលទៀតផងនោះគេអត់យល់ទេតែបើកូនមិនទាន់ធ្លាក់ក្នុងអន្ទាក់របស់ចារកម្មបរទេសឆ្លៀនពៀនកូនត្រូវតែយកអានេះធ្វើជាមេរៀននៅក្នុងការធ្វើបដិវត្តក្នុងការធ្វើរដ្ឋាភិបាលគេយកកូនអ្នកខឹងនឹងឯងទៅធ្វើជាឧបករណ៍វាអត់មានអ្នកនយោបាយខ្មែរណាមួយឯករាជ្យមករួចទេព្រោះទីតាំងភូមិសាស្ត្រនយោបាយខ្មែរអត់ទាន់ចេះផលិតស្អីខ្លួនឯងទេពិសេសគ្រឿងសត្រាវុធធ្វើសង្គ្រាមដូច្នេះកូនទាំងអស់គ្នាពេលចាប់ចរវាត្រូវស្គាល់ត្រើយពេលកូនមិនស្គាល់ត្រើយពេលកូនចាប់ចរវាត្រូវចាំសម្ដីខ្ញុំសិនតើត្រើយកូនទៅណាដូច្នេះគ្រប់គ្នាទាំងសកម្មជននយោបាយសកម្មជនសង្គមដែលគិតថាមានគំនិតស្នេហាជាតិហើយមិនទាន់ធ្លាក់ទៅធ្វើជាចារកម្មឲ្យបរទេសត្រូវដឹងថាការចាប់ផ្ដើមធ្វើនយោបាយមានគំនិតបដិបកនៅក្នុងសង្គមគឺវាពេញចិត្តណាស់នឹងបរទេសទៅលេងពេលនោះក៏ព្រោះតែគោលដៅអាចរំលាយអាចយកទឹកដីខ្មែរបានគឺផ្ដើមចេញពីការបំបែកឯកភាពជាតិនេះឈ្នួនបំផ្ទុះដែលធ្វើអាតនេះបានគឺកើតចេញអំពីអំពើអយុត្តិធម៌នៅក្នុងសង្គមនេះជាចំណៃរបស់បរទេសទៅលេងណាកូនណាដូចនេះកូនត្រូវចងចាំរដ្ឋាភិបាលរាល់ថ្ងៃសៀមអត់ពេញចិត្តទេព្រោះអីព្រោះវាទៀមទាទឹកដីទៀមទាប្រាសាទប្រាវាមិនព្រមឲ្យវាបើឲ្យវារដ្ឋាភិបាលរាល់ថ្ងៃល្អណាស់បាត់ហើយកូនត្រូវចាំមើលដូច្នេះនយោបាយខ្មែរយើងរាល់ថ្ងៃដែលវាមានសៅអដាពីមុនមកនោះតែកូនរាល់គ្នាអត់ដឹងទេមិនដឹងសៅអដាមកពីណាទេវាធ្វើឲ្យកូនទាំងអស់គ្នានោះដែលអត់មានណានិយាយប្រាប់បើជួបតែដូនតាមួយឲ្យសងសឹកឲ្យឈឺចាប់ទៅឲ្យផ្ដួលរលំទៅមិនដឹងដូនតាមកភាកធំហើយបើកូនភ្លេចទៅដីខ្ញុំផ្ដួលរលំទៅឈឺចាប់ទៅទីផុតជួយជាតិបានអត់ទេវាអត់ប្រើកូនរហូតទេពេលបានជោគជ័យកូនទៅគៀនចាស់ហើយលឺមាត់គឺងាប់ហើយនេះមេរៀនមួយតែនិយាយច្រើនជាងហ្នឹងវាអត់កើតដូចនេះរដ្ឋាភិបាលថ្ងៃឈរដឹកនាំបាន40ជាងឆ្នាំនោះគេជារដ្ឋាភិបាលបំបែកឯកភាពទៀតហើយបំបែកឯកកម្មប្រវត្តិសាស្ត្រខ្មែរហើយវាអត់មានទេដូច្នេះការដែលមានរដ្ឋាភិបាលមួយបានយូរហ្នឹងហើយបានវាមានស្ពានបានវាមានថ្នល់វាមានសាលារៀនវាមានមន្ទីរពេទ្យវាមានឡានវាមានអាទេសភ្លើងវាមានកង់មានម៉ូតូបើអត់ពេលវេលា30-40ឆ្នាំនេះមកទេណាវារហូតពេលរហូតម៉ូតូមិនបានមានទេដូច្នេះបើកូនគិតថាទៅរកពីណាមនុស្សថ្មីពីណាដែលល្អផូរផង់មកនោះវាតន់តែមនុស្សនោះចេះជប់បើចេះជប់ប្រហែលជាលែងទៅជាអាយ៉ងបរទេសហើយបើថាអត់ចេះជប់ទេមនុស្សដូចតែគ្នាទេគ្មានអ្នកណាមួយឯករាជ្យបានទេការផ្ដួលរលំគ្នាទៅប្រើពេលប្រមាណមិនផ្ដួលតោងបានទេវាមានការតតាំងគ្នាហើយបរទេសខាងលិចចាប់មកខាងកើតចាប់មកខាងតែចប់ទេតែដួលតោងដល់យើងទៅរុញម៉ូតូរុញកង់អីផ្ដួលបានទេហើយតែកូនគិតដល់អាតំណឹងទេហើយអ្វីដែលមានបំផ្លាញខ្ទេចអស់អាលីងអានៅរស់ទាំងប្រមាណមកឡាហាមទៅទៀតរដ្ឋបាលជីមិនផងដូចមុនឆ្នាំ1991ណាកូនណាកូនចុកកូនខេនចុកកូនអ្នកថ្មីកូនកាលណា